សិក្សា option នៅលើ email property របស់ user ចឹងយក account manager ចឹងគឺនេះគឺជា email ដើម្បី log ចូលឧទាហរណ៍ខ្ញុំយកចូលឈ្មោះ email នេះដាមួយយក property ឬ edit ក៏បានដែរចឹងទី1គឺយើងសិក្សាទៅលើ account ចឹងត្រង់ account កន្លែងនេះគឺជា full name ចឹងគឺឈ្មោះអ្នកប្រើប្រាស់សម្រាប់ mailbox គឺជាឈ្មោះដើម្បី log ចូលនេះគឺជា password របស់ mailbox ដែលយើង log ចូលត្រង់ចំណុចកន្លែងនេះប្រសិនយើង tick យកត្រង់ disable ចឹងមានន័យថា account មួយនេះมันមានសិទ្ធិ send email បានទេមានថា account ត្រូវបានបិទប៉ុន្តែប្រសិនកន្លែងនេះបើយើង tick ត្រង់តា enable pop access នៅត្រង់ enable IMAP របស់ខ្ញុំដោះកន្លែងចេញចឹងមានន័យថា email ហ្នឹងមានសិទ្ធិតែទទួល email ទេចឹងយើងការ send ចឹងក៏អត់មានសិទ្ធិទេតែបើខ្ញុំ tick ត្រង់ enable tick ទាំងពីរនេះមានន័យថា user ហ្នឹងមានសិទ្ធិ send ទទួលហើយនឹង send ចេញនៅត្រង់កន្លែងនេះវា disable ដោយសារយើងអត់ទាន់បាន install program groupware ដែល connect ជាមួយនឹង Outlook Microsoft Outlook ចឹងមានតែប៉ុណ្្នឹងឯងដែលយើងសិក្សាទៅលើ account ហ្នឹងទី2គឺយើងសិក្សាទៅលើ mailbox ចឹងកន្លែង mailbox នេះគឺជា mailbox របស់ user store មានន័យថាគឺខ្ញុំបង្កើត email ឬក៏ user មួយឈ្មោះថា Nida ចឹងនេះគឺជា mailbox របស់ Nida ដែលស្ថិតនៅក្នុង domain rupp.edu.kh ហើយ domain នេះស្ថិតនៅក្នុង user ស្ថិតនៅក្នុង daemon ក្នុង daemon ស្ថិតនៅក្នុង IC អញ្ចឹងខ្ញុំចាប់បានបើក Explorer C daemon user domain rupp mailbox Nida ចឹងកន្លែងនេះគឺជាកន្លែងដើម្បីផ្ទុកនៅ mailbox របស់ user នីមួយៗចឹងយើងមាន user Nida user Nari ហើយនិង user សុភាចឹងខ្ញុំត្រឡប់ទៅលើ mail server វិញបាទចឹងកន្លែងពីរនេះគឺយើងសិក្សាពីនឹងសិនចាំមកទៅមុខទៀតខ្ញុំសិក្សាពីរបៀបផ្សេងទៀតអូខេ